បាទជំរាបសួរពុកម៉ែបងប្អូននៅក្នុងថ្ងៃនេះខ្ញុំបាទមានរឿងក្តៅសំខាន់ទៀតហើយដើម្បីជម្រាបជូនពុកម៉ែបងប្អូនពាក់ព័ន្ធទៅនឹងវេលានៃគេហៅថាវេលាចិត្តរលាយបាទវេលាចិត្តហិនហោចរបស់ប្រទេសសៀមបាទអញ្ចឹងអ្វីគឺដូចលោកគ្រូទាយផ្លាយបាទដែលគាត់បានទាយដែលខ្ញុំបានរៀបរាប់ជម្រាបជូនពុកម៉ែបងប្អូនកាលពីម្សិលមួយថ្ងៃបាទអញ្ចឹងគឺដូចមែនតើបាទរាប់ចាប់តាំងពីហេតុការណ៍បាទគឺឥឡូវប្រជាពលរដ្ឋថៃចាប់ផ្ដើមគេហៅថារៀនហែខ្មោចរបស់លោកអនុទានឆានវគុលបាទរហូតដល់ករណីគ្រោះទឹកជំនន់បាទមិនធ្លាប់មានហើយនឹងករណីគេហៅថាពលរដ្ឋកើតវិកលចរិតបាទគឺបាញ់ប្រហារទៀតហើយពុកម៉ែបងប្អូននៅក្នុងថ្ងៃនេះគឺករណីបាញ់ប្រហារសាហាវពី3ករណីបាទពី3ករណីហើយនឹងករណីភ្លើងឆេះគេហៅថាកន្លែងផលិតគ្រឿងបន្លាស់រថយន្តបាទអញ្ចឹងគឺថ្ងៃនេះបាទប្រមូលផ្ដុំទៅដោយរឿងក្តៅដែលបញ្ជាក់ថាថៃសៀមបាទគេហៅថាសៀមហ្នឹងឈានដល់វេលាវិនិច្ឆ័យនោះបាទអញ្ចឹងខ្ញុំបាទសូមជម្រាបជូនរឿងលោកអនុទានជាមុនសិនពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូននៅក្នុងគេហៅថាអ្វីដែលកំពុងតែល្បីបាទវីដេអូឬក៏រូបភាពដែលកំពុងតែល្បីតាមបណ្ដាញទំនាក់ទំនងសង្គមបាទពុកម៉ែបងប្អូនបានឃើញហើយបាទបានឃើញហើយគឺប្រជាពលរដ្ឋថៃមួយចំនួនបាទគឺបាននាំគ្នាគេហៅថាហាត់សមអំពីរបៀបហែសពលោកអនុទានយកទៅបញ្ចុះបាទហេតុអីបានពួកគាត់ត្រូវហែសពលោកអនុទានយកទៅបញ្ចុះបាទអញ្ចឹងនេះគេហៅថាអំណាចឬក៏ឥទ្ធិពលនៃការធ្វើពហិការរបស់ប្រជាពលរដ្ឋខ្មែរមិនប្រើប្រាស់ផលិតផលថៃបាទគឺចាប់ផ្ដើមឲ្យផលហើយពុកម៉ែបងប្អូនឲ្យផលខ្លាំងមែនតើហើយបាទអញ្ចឹងសូមរួមគ្នាបន្តទៀតដើម្បីធ្វើឲ្យថៃបាទវារលាយសេដ្ឋកិច្ចបាទវារលាយសេដ្ឋកិច្ចអញ្ចឹងពលរដ្ឋថៃមួយចំនួនធំនៅក្នុងប្រទេសថៃឥឡូវកំពុងតែវាន់កបាទអ្នកខ្លះជំពាក់ធនាគារបាទអ្នកខ្លះសំបីតែស្លាប់ទៅជាខ្មោចទៅហើយបើគិតទៅក៏មិនអាចដោះបំណុលធនាគារបានទៀតផងបាទជាពិសេសអ្នកដែលពលរដ្ឋថៃនៅជាប់ព្រំដែនកម្ពុជាគឺថាសេដ្ឋកិច្ចធ្លាក់ដល់0បាទហើយមួយវិញទៀតប្រទេសជុំវិញបាទប្រទេសជិតខាងជុំវិញប្រទេសថៃបាទចាប់ផ្ដើមបិទគេហៅថាបិទផលិតផលថៃកុំឲ្យថៃនឹងវាពូកែក្អេងក្អាងនោះបាទអញ្ចឹងធ្វើឲ្យពលរដ្ឋថៃកើតទុកមិនសុខចិត្តបាទគឺបានន័យថាបន់ឲ្យតែលោកអនុទាននឹងវាងាប់បើនិយាយស្រួលស្ដាប់វាអស់ជីវិតទៅបាទអញ្ចឹងបានពួកគាត់នៅក្នុងថ្ងៃនេះនាំគ្នាបាទមានវីដេអូលេចធ្លាយបង្ហោះច្រើនបង្ហាញថាពលរដ្ឋថៃកំពុងតែនាំគ្នាហាត់សមអំពីរបៀបហែសពរបស់លោកអនុទានហើយអញ្ចឹងបានន័យថាពួកគាត់សូម្បីតែពលរដ្ឋថៃខ្លួនឯងមួយចំនួនធំហ្នឹងក៏ដាក់បដាសាដែរឲ្យលោកអនុទានឆាប់បាទផុតរលត់ពីភពផែនដីទៅពីព្រោះថាបុគ្គលម្នាក់នេះគេហៅថាបុគ្គលចង្រៃបាទចង្រៃខ្លាំងមែនតើមិនត្រឹមតែធ្វើឲ្យពលរដ្ឋកម្ពុជារងទុក្ខវេទនាឈឺចាប់បាទទឹកភ្នែកបាត់បង់ផ្ទះសម្បែងខូចខាតប្រាសាទបាត់បង់ទឹកដីដោយសារតែបុគ្គលម្នាក់នេះដែលមានគេហៅថាអញ្ញុក10គត់នៅពីក្រោយខ្នងជាអ្នកបញ្ជាវាហើយអាមួយនេះវាគេហៅថាសំណអត់ស្រួលបញ្ជាអញ្ចឹងដោយសារអាមួយហ្នឹងវាបកកភាពរញ៉េរញ៉ៃដល់ចិត្តខាងហើយដល់ពលរដ្ឋថៃខ្លួនឯងឥឡូវសំបីតែពលរដ្ឋថៃខ្លួនឯងក៏ដាក់បដាសាឲ្យឆាប់ទៅដែរបាទដូចជាក់ស្ដែងដូចដែរពុកម៉ែបងប្អូនបានឃើញហើយបាទគឺដាក់បដាសាឲ្យវាឆាប់ទៅថ្ងៃនេះពុកម៉ែបងប្អូនយើងក៏ដាក់បដាសាឲ្យឆាប់ទៅដែរដោយសារអីដោយសារតែថ្ងៃនេះយោធាដែលមានការសំគំនិតជាមួយនឹងនាយករដ្ឋមន្ត្រីអាឡឺទឹកកន្លះក្អមនេះណាហើយមានស្ដេចរបស់វានៅបញ្ជាពីក្រោយខ្នងហ្នឹងគឺថ្ងៃនេះនៅតំបន់អូខ្លាឃ្មុំណាពុកម៉ែបងប្អូនគឺមានដំណឹងមកថាទោះបីថាយើងយកទឹកកកដ៏សែនត្រជាក់យកមកស្រោចលើខ្លួនក៏អត់ត្រជាក់ដែរគឺថាវាក្តៅមែនតើកាលពីម្សិលមិញវាបំផ្ទុះបាទ200គ្រាប់អញ្ចឹងថ្ងៃនេះក៏នៅតែក្តៅដែរបាទអញ្ចឹងដាក់ធានាឲ្យហ្មងតាឆាប់ទៅបាទឲ្យវាឆាប់ចប់ហើយនាំសុខសន្តិភាពឲ្យពលរដ្ឋខ្មែរ
ហើយក៏ដូចជាពលរដ្ឋថៃដែលគេល្អហ្នឹងឲ្យគេបានសុខសប្បាយជាមួយយើងវិញប៉ុន្តែអ្នកណាដែលមិនល្អសូមឯងវិនិច្ឆ័យទៅជាមួយទៅជាមួយអនុទានឆានវគ្គលហ្នឹងទៅបាទអញ្ចឹងនេះគឺរឿងដែលពលរដ្ឋថៃកំពុងតែហាត់សមហាយខ្មោចលោកអនុទានឆានវគ្គលបាទពុកម៉ែបងប្អូនគ្រូទាយផ្លាយទាយ8ចំណុចត្រូវហើយបាទចាប់ផ្ដើមគ្រាន់តែទាយឲ្យភ្លាមប្រទេសថៃគេហៅថាចូលដល់វេលាចាប់ផ្ដើមវិនិច្ឆ័យភ្លាមតែម្ដងបាទវិនិច្ឆ័យតែម្ដងថ្ងៃនេះពុកម៉ែបងប្អូនក្រសួងឧតុនិយមថៃផងរដ្ឋាភិបាលថៃផងបានប្រកាសអាសន្នបន្ទាន់បាទបានប្រកាសអាសន្នបន្ទាន់តែម្ដងឲ្យខេត្តចំនួន14នៅក្នុងភាគខាងត្បូងបាទគឺត្រៀមលក្ខណៈឲ្យហើយទៅបាទត្រៀមលក្ខណៈឲ្យទៅព្រោះថាទឹកចំនួននឹងគេហៅថាដូចលោកគ្រូទាយផ្លាយគាត់ទាយទុកនៅសុកគឺទឹកចំនួននឹងមកដល់ក្រែដេកអត់ដឹងខ្លួនណាបាទអញ្ចឹងគឺចូលដល់ហើយបាទគឺឥឡូវរដ្ឋាភិបាលថៃបានប្រកាសឲ្យពលរដ្ឋនៅភាគខាងត្បូងចំនួន14ខេត្តបាទត្រៀមខ្លួនហើយហាត់សមពីរបៀបជំនះជាបន្ទាន់បាទហើយនឹងរៀបចំកន្លែងគេហៅថាទីទួលមានសុវត្ថិភាពឲ្យហើយអញ្ចឹងណាព្រោះថាទឹកចំនួនលើកនេះគេថាធ្ងន់ធ្ងរបាទធ្ងន់ធ្ងរខ្លាំងពុកម៉ែបងប្អូននៅចាំទេតំបន់ភាគខាងត្បូងនេះកាលពីឆ្នាំមុនសង្គ្រាមវាឈ្លានពានយើងជុំទី1រួចណាប៉ុន្តែអត់ទាន់ផ្ទុះជុំទី2ភាគខាងត្បូងគឺទឹកចំនួនខ្លាំងមែនទែនបាទជាពិសេសនៅហាតយ៉ៃបាទគឺសម្រាប់ប្រជាពលរដ្ឋថៃអស់ប្រហែល1000នាក់ហើយលោកអានទីនឆានវគ្គលពេលហ្នឹងបាទគឺសោយសបាយទៀតសោយសបាយទៀតត្រូវពលរដ្ឋភាគខាងត្បូងគេជេរបន្តិចដាក់បណ្ដាសាមិនស្ទើរដែរទេបាទអញ្ចឹងឥឡូវមកដល់ហើយបាទមកដល់ហើយអញ្ចឹងខេត្តនៅភាគខាងត្បូងដែលឥឡូវឲ្យត្រៀមខ្លួនហ្នឹងដែលរដ្ឋាភិបាលថៃឲ្យត្រៀមខ្លួនដើម្បីទប់ទល់ជាមួយនឹងគ្រោះទឹកជំនន់ដ៏កាចសាហាវនេះគឺមានខេត្តឈុំភុនក្រាប៊ីនគររាជបាទនគរស៊ីថាមរតនរាធិវត្តប៉ាតានីផាំងងាផាត់ថាលុងភូកេតរ៉ាណុងសាទុនសង្ខឡាសារ៉ាត់ធានីត្រាំងនិងយ៉ាឡាបាទអញ្ចឹងទាំង14ខេត្តនេះគឺប្រកាសអាសន្នហើយបងប្អូនប្រកាសអាសន្នហើយមែនតើហើយនេះហើយគេហៅថាបាបកម្មរបស់អ្នកឯងតែធ្វើឲ្យគេរងទុក្ខវេទនាបាទធ្វើឲ្យពលរដ្ឋខ្មែរហូរទឹកភ្នែកបាទអញ្ចឹងទឹកភ្នែកនេះវាคล้ายទៅជាគេហៅថាសមុទ្រទឹកភ្នែកបាទទៅក្របដណ្ដប់លើប្រទេសថៃហើយចាប់ពីពេលវេលានេះតទៅបាទពុកម៉ែបងប្អូនក្រោយតាមមួយថ្ងៃគត់បន្ទាប់ពីគ្រូទាយផ្លាយទួទាយទុករួចថាប្រទេសថៃនឹងហិនហោចដោយសារទឹកចំនួនហ្នឹងនៅខេត្តនគរភ្នំបាទនៅខេត្តនគរភ្នំប្រទេសថៃដែលគេហៅថាជាខេត្តមានសន្តានខ្ពស់ជាងគេហើយហ្នឹងនៅក្នុងប្រទេសថៃពុកម៉ែបងប្អូនដឹងកើតហេតុអីគឺកើតគ្រោះទឹកចំនួនធ្ងន់ធ្ងរបាទมันធ្លាប់មានទេ30ឆ្នាំកន្លងមកនេះបាទ30ឆ្នាំកន្លងមកនេះគឺអត់ធ្លាប់មានទេបើមើលតាមរូបភាពពុកម៉ែបងប្អូនហើយឡានលិចតវលបាទលិចដល់តវលផ្ទះសំបែងដំណាំចំការលិចខ្ទេចខ្ទីគ្មានសល់បាទអញ្ចឹងចាប់ផ្ដើមនេះអាលិចដំណាំលិចអីនេះចូលដល់គេហៅថាបន្លែផ្លែឈើឡើងថ្លៃហ្នឹងបាទគឺចាប់ផ្ដើមហើយអញ្ចឹង30ឆ្នាំនៅខេត្តនគរភ្នំបាទអត់ធ្លាប់មានឥឡូវមានហើយបាទមានហើយហាន់ហោចដោយសារទឹកជំនន់ឥឡូវមកចំណុចទៀតដែលគ្រូផ្លាយគាត់ទាយថាថៃនឹងវឹកវរដោយវិកលចរិតបាទត្រូវណាស់ពុកម៉ែបងប្អូនឈុត 100% បាទនៅថ្ងៃនេះពុកម៉ែបងប្អូនក្តៅមែនតែនបាទនៅខេត្តណាន់ថបុរីជាខេត្តដែលក្មេងជំទង់បាញ់សម្លាប់គ្រូបង្រៀនជីដូនជីតាហើយបាញ់សម្លាប់ខ្លួនឯងសរុបអស់9នាក់ទៅ10នាក់ហ្នឹងពុកម៉ែបងប្អូននៅព្រឹកថ្ងៃនេះម៉ោង11ព្រឹកបាទគឺអតីតឬក៏គេហៅថាតំណាងរាស្ត្រនៅខេត្តណាន់ថបុរីនឹងផ្ទាល់តែម្ដងបាទមិនដឹងថាជាគាត់តុកសិចឬក៏គាត់ខឹងសម្បាអីទេបាទគឺទាញកំភ្លើងរត់សម្រុកទៅបាញ់ប្រហារលើប្រធានរដ្ឋបាលនៅក្នុងខេត្តណាន់ថបុរីនេះតែម្ដងឆៅតែម្ដងពុកម៉ែបងប្អូនបាទបាញ់4-5គ្រាប់បាទអញ្ចឹងធ្វើឲ្យគេហៅថាអ្នកបើកឡានរបស់ប្រធានរដ្ឋបាលរូបហ្នឹងបាទឈ្មោះថាឆុងថៃបាទឆុងថៃសឿនប្រាសាទបាទសឿនប្រាសាទបាទអញ្ចឹងគឺក្រោយមកនៅមន្ទីរពេទ្យគេប្រកាសថាប្រធានរដ្ឋបាលរូបនេះបាត់បង់ជីវិតហើយបាទ
ឆាឡុងអ្នកដែលបាញ់ឈ្មោះឆាឡុងបាទឆាឡុងរីវរ៉ាំងបាទអ្នកដែលបាញ់ហ្នឹងគឺអតីតតំណាងរាស្ត្របាទអញ្ចឹងធ្វើឲ្យគេហៅថាអ្នកបើកឡានត្រូវមកគ្រាប់ហើយប្រធានរដ្ឋបាលប្រកាសស្លាប់នៅមន្ទីរពេទ្យបាទអញ្ចឹងគេហៅថាកើតភាពបាញ់បោះគឺខ្លាំងមែនតើពុកម៉ែបងប្អូនហើយបន្ទាប់ពីបាញ់បោះហើយអ្វីដែលគេនឹកស្មានអត់ដល់បាទគឺអតីតតំណាងរាស្ត្រប្រចាំខេត្តនន្ទបុរីនេះបានទេទូរស័ព្ទចូលទៅពិធីការនីម្នាក់ដែលកំពុងតែ live ផ្ទាល់ផ្សាយព័ត៌មានក្នុងស្រុករបស់គេហ្នឹងបាទគឺប្រាប់ផ្ទាល់ឲ្យផ្សាយផ្ទាល់នឹងភ្លាមតែម្ដងថារូបគាត់បានបាញ់សម្លាប់ប្រធានរដ្ឋបាលខេត្តនន្ទបុរីចោលហើយបាទអញ្ចឹងគាត់ប្រាប់ថាបាញ់នេះគឺករណីប្រធានរដ្ឋបាលហ្នឹងអត់ព្រមសងលុយគាត់11លានបាតបាទ11លានបាតអញ្ចឹងគឺអត់គ្មានជំរឿសអ្វីក្រៅពីយកកាំភ្លើងដោះស្រាយបញ្ហាបាទក្រោយមកក៏គេបានចាប់អតីតតំណាងរាស្ត្ររូបនេះបាទអតីតតំណាងរាស្ត្ររូបនេះដើម្បីបើកការស៊ើបអង្កេតបន្តបាទនេះភាពវឹកវរកើតចេញពីរឿងវិកលចរិតមនុស្សវិកលចរិតបាទអញ្ចឹងគឺរឿងនេះកើតឡើងត្រឹមតែ3ថ្ងៃទេពុកម៉ែបងប្អូនបន្ទាប់ពីគេហៅថាក្មេងចំទង់អាយុ14ឆ្នាំបាទនៅក្នុងខេត្តនឹងដដែលហ្នឹងបាទក៏ស្រុកខុសគ្នាបាទករណីព្រឹកមិញនេះគឺនៅក្នុងស្រុកមឿងនន្ទបុរីបាទមឿងនន្ទបុរីដែលកើតការបាញ់ប្រហារព្រឹកមិញហ្នឹងហើយករណីដែលក្មេងចំទង់បាញ់ប្រហារទៅលើជីដូនជីតាគ្រូបង្រៀនហើយនឹងបាញ់សម្លាប់ខ្លួនឯងហើយបាញ់សិស្សមួយចំនួនដែលករណីស្លាប់រហូតដល់9នាក់ហ្នឹងគឺនៅក្នុងស្រុកគេហៅថាបាំងក្រៃបាទបាំងគ្រួយខេត្តនន្ទបុរីដដែលបាទឃើញទេពុកម៉ែបងប្អូនចាប់ផ្ដើមហើយវិនិច្ឆ័យបាទអត់ទាន់អស់ទេបាទអារឿងមនុស្សវិកលចរិតហ្នឹងអត់ទាន់អស់ទេនៅមានទៀតបាទពុកម៉ែបងប្អូននៅថ្ងៃនេះបាទកាសែតបាងកកផុសផងហើយកាសែតក្នុងស្រុកដទៃទៀតរបស់ប្រទេសថៃបានចុះផ្សាយមកថានៅក្នុងខេត្តហាត់យ៉ៃបាទនៅក្នុងស្រុកហាត់យ៉ៃខេត្តសង្ខឡាបាទគឺមានករណីផ្អើលបាទបិទសាលារៀនជាបន្ទាន់បាទខ្លាចកើតមានករណីបាញ់ប្រហារដែរបាទគឺបិទថ្ងៃនេះបាទបិទថ្ងៃច័ន្ទហើយនឹងថ្ងៃអង្គារបិទ2ថ្ងៃហើយមានប៉ូលីសតម្រួតអីមកឡោមព័ទ្ធពេញសាលានឹងបាទគឺបានន័យថាចង្វុកចង្វល់ពេញនឹងតែម្ដងដើម្បីខ្លាចកើតមានការបាញ់ប្រហារដោយសារតែកាលពីថ្ងៃអាទិត្យម្សិលមិញបាទគ្រូបង្រៀនភាសាអង់គ្លេសជនជាតិបរទេសបាទគឺជនជាតិអាហ្វ្រិកខាងត្បូងបាទគាត់បានបង្ហោះរូបកាំភ្លើងបាទបានបង្ហោះរូបកាំភ្លើងហើយឆាតចូលទៅក្នុងក្រុមឆាតបាទចូលទៅក្នុងក្រុមឆាតរបស់គ្រូផងរបស់សិស្សផងហ្នឹងបាទហើយគាត់រិះគន់ចំតែម្ដងទៅលើនាយកសាលានៅក្នុងស្រុកហាត់យ៉ៃហ្នឹងបាទនាយកសាលានៅក្នុងស្រុកហាត់យ៉ៃថាហេតុអីក៏បញ្ចប់កិច្ចសន្យារបស់គាត់គ្មានក្បាលគ្មានកតុយគ្មានមូលហេតុបាទអញ្ចឹងគ្រូបង្រៀនភាសាអង់គ្លេសរូបនេះគាត់ខឹងបាទគាត់បង្ហោះរូបកាំភ្លើងគាត់ចង់ប្រាប់ថាណែឯងប្រយ័ត្នកើតករណីបាញ់ប្រហារងាប់គ្រូងាប់សិស្សដូចនៅខេត្តនន្ទបុរីទៀតបាទអញ្ចឹងគ្រាន់តែគាត់បង្ហោះសារប៉ុណ្ណឹងភ្លាមផ្អើលពុកម៉ែបងប្អូនផ្អើលពេញស្រុកថៃបាទផ្អើលពេញស្រុកថៃផ្អើលពេញស្រុកហាត់យ៉ៃខេត្តសង្ខឡាហ្នឹងបិទសាលាជាបន្ទាន់បាទវិកលចរិតនេះចំណុចដែលគ្រូផ្លាយគាត់ទាយពាក់ព័ន្ធទៅនឹងរឿងវិកលចរិតបាទគឺចាប់ផ្ដើមហើយអាលាយហើយប្រទេសថៃបាទមួយទៀតអត់ទាន់អស់ទេរឿងអាមនុស្សវិកលចរិតហ្នឹងដោយសារតែថៃយើងដឹងហើយខួរក្បាលវាដេកគិតតែចង់ឈ្លានពានគេពេកបាទដំឡើងរឹកខ្លួនឯងខែងរែងពេកចង់ធ្វើបងធំនៅអាស៊ានពេករហូតដល់វិកលចរិតទាំងស្ដេចទាំងពលរដ្ឋទាំងមន្ត្រីទាំងនាយករដ្ឋមន្ត្រីវិកលចរិតទាំងអស់គ្នាដោយគ្រូផ្លាយគាត់និយាយចឹងបាទវឹកវរពុកម៉ែបងប្អូនឧត្តមសេនីយ៍ឯកម្នាក់បាទគាត់គេហៅថាមនុស្សមានវិបត្តិផ្លូវចិត្តឬក៏អាចនិយាយថាបែកថ្នាំបាទបែកថ្នាំគំរាមបំផ្ទុះឬក៏គំរាមបង្កការគំរាមកំហែងលើជើងហោះហើរម៉ាឡេស៊ី
đòn mường bà trường họ há mà lê đòn mường chẳng cùng riêng cùng hai con tha ta nhảy nhảy anh cùng tích chào mà ca diên than mới đó nghe bà đi bồ rát kế chập bồ rát thái chập đào vì co chờ rất khổ cái này ấyแต่เฮียนพองครูบังเรียนพองดมนางเรียพองนะbà vì co chờ rất ai bà chẳng cho chùm nói đại cụ tia con phái con dậy tha để thấy hành háo bà chập đam hành háo chứ cho đâu chập về lia dục bẩm buồn đi tới và thấy cứ đo về lia mẹ tên hao bà chẳng nhom cô miền cà phê bà rạm đã ông pi cái hai tha sập đập phim rồi bóc cụ phái á tại sao ta con vậy chót pe chẳng mẹ cái anh nâng cái hai tha cùng riêng cùng hai đó có đó bà cùng mẹ bảo phổ dân đang hai bờ tây thấy việc của bông ta chuột đấy bảo việc bông là chuột nâng ca liên piên bảo kế việc thưa ai bờ tây nâng việc tới chia việc co trở đất á hồi bờ tây nâng việc bà bạc cám tới việc miền thực chủng nôn miền ấy pin thực pin đây chắc bà chẳng đau về lìa hân hảo ót toàn chọp tiết bà rương nơi nông bờ tây thấy ót toàn chọp thế bậc mình đi sàng bà mình toàn tăng miên phần lư bè tết tranh màu phong on đát phượng bà bàn lép trộm bạc rong chạ cái hai tha phần lết kêu bẩn la rốt chun đỏ thô muối bà nơi sốc bà pung bà bàn pung nơi sốc bàn pung khét Ratchaburi bà khét Ratchaburi tiếng bậc bậc lâm tay mà đòn nèประมาณ ổn khởi nhé cứ bận đa oi miên cà khôi khát dạng đầm nắm nơi nông rong chạ phần lết kêu bẩn la rốt chun bà đỏ thô muối chẳng vì hân hao cướp bị say bà cướp bị say lấy vị say phần lết rốt chun có tê và đá miên này tam phật đan tia ai anh chơi ở lia lót ở đây bà chẳng ngày đi rất là lớn tại mà đòn bà hỏi vừa ai pora thấy nhà thơ thấy bà để không khai ra chợ bari đi bà chập đám cái hàng thợ bao ca sơ bằng kết thà táo vía bằng đàn một bìa vây nơi sọc hay ấy của bạn chỉ chơi chân bà chân bạch bao ca sơ bằng kê đi nhom prap mu là hai tầm món tư bà mau pi cái hàng thà phượng cam thế à nâng ô bà phượng cam rồi bao này anh bà phượng cam đấy việt đất Roreal bà việt đất Roreal việt đất xây từ cách là bà thay ao rồi lôm rồi liề việt đất rong chạ phần đất rộn chôn ao vị say rộn chôn rồi bao viên nâng lẹ đơn đạp nè bà việt đất ao vây cột vàng thay ní bằng mang bồn phượng cam bà bàn đất club mà cả lại bà chơi bao ngọc mà nước mà phơi sam sai sập nè khơi nhé bà nắng hai phượng cam á thôi dụ rằng một trai ăn đầu tiên chan và cô tư sầm đen cái hai tha bằng khô tức phân đây sầm đen tiền KPP nóng bà này không cái hai tha chơi pháp á bà một mai phong còn chuyện này cha mấy cả này chơi pháp không bà chẳng đi phượng cam việc cầm pông tại màu liệp tờ bạ bờ tây thái ấy bà tức đấy phượng chờ nè bà cứ miên tầng o hỏi đây Petroni Srop bà Petroni Srop ọt rương ọt hai bà Petroni Srop nơi khăn ông khai môi nâng Petroni Srop nơi khăn ông cái thác đấy không ai bảo lấy nhóm dễ bỏ khỏi tinh làm bây rủng lực ấy không mong hai ca khả năng tây thái nâng lực lãng vinh có họ cai bà đây nơi sốc sau đó tư đang chỉ trang cái lại mà bắt đây từ nào đang từ nào lấy từ trong mơ tới mình đang than đấy cứ chùm lại bà và thôi đi sro mình comment bà trắng tập mà vĩnh cứ thấy chết rồi lôm rồi lia bà trắng trong khỏi về thay rồi lôm rồi lia ở hỏi admin ấy thế bật vào chop nắng cứ do shop rồi bao lúc ăn được tin từ và cho từ bà từ và cho hay phụ ấy pro thấy bàn hạt xóm ông pi rồi biếp bà phải cho shop lộc ăn tín rồi rồi hay và tích tiết á phải chỉ hạt xóm và cho shop lại thấy nhóc đọc cốt đăng tại một đòn bà nhóc đọc cốt tại một đònឬcó dây mục xả rân thon đăng tại một đòn bà chẳng ai tư tầng o tăng dụ rọt mình tây
អាស័យហាស័កហ្នឹងកូនអញ្ចឹងដែរបាទគង់ទៅទេឲ្យតែឯងបកកែនិយាយគេហៅថាមូលបង្កាច់ការពិតនៅលើឆាកអន្តរជាតិពេកបាទគឺអាមួយនេះក៏វាបកកែដែរអាស័យហាស័កនេះបាទទោះបីថាអន្តរជាតិគេរកឃើញអញ្ចឹងវានៅថាមិនអញ្ចឹងទេអន្តរជាតិនិយាយនេះគ្មានការពិតណាសូម្បីតែអន្តរជាតិសូម្បីតែ UN ក៏វានិយាយថា UN និយាយអត់ការពិតដែរតែធាតុពិតគឺវាទេដែលដឹងប្រវត្តិសាស្ត្រពិតហើយទៅនិយាយអត់ការពិតទេបាទអញ្ចឹងឲ្យទៅទាំងអស់សីហាស័កឆាងរកុលបាទដៃថៃអាញុក10គត់ជាពិសេសនិយាយធ្មប់សរិនថនហ្នឹងអញ្ចឹងឲ្យវាទៅអ្វីឲ្យដូចមាត់លោកគ្រូអ្នកគ្រូផ្លាយចោះបាទអ្នកគ្រូផ្លាយចោះបងប្អូនបាទអញ្ចឹងសំណុំរឿងក្តៅដែលថាថៃចិត្តវិនិច្ឆ័យបាទខ្ញុំបាទសូមបិទបញ្ចប់ប៉ុណ្នេះបាទសូមអរគុណបាទសូមជម្រាបលា